អ្នករៀន IO ភាគច្រើនចូលចិត្តនិយាយច្រើនតើអានឹងវាជាការពិតមែនអត់បងនេះថាគាត់ចូលចិត្តនិយាយច្រើនចែកម្លែកច្រើនអីអញ្ចឹងហ៎បងហ្នឹងហើយអរគុណច្រើនសម្រាប់សំណួរតកតងចំណុចហ្នឹងវាអាចត្រូវខ្លះដែរហើយវាក៏អាចផ្ទុយពីអ្វីយើងគិតដូចនេះដែរព្រោះជាក់ស្ដែងខ្ញុំអត់សូវចិត្តនិយាយច្រើនទៅការមុនចា៎អញ្ចឹងហេតុផលដែលខ្ញុំជ្រើសរើសជំនាញ IO ដោយសារខ្ញុំគិតថាជំនាញមួយហ្នឹងគឺអាចកែប្រែខ្លួនខ្ញុំជាពិសេសការទំនាក់ទំនងរវាងមនុស្សនិងមនុស្សហើយមិនត្រឹមតែអ្នកដែលយើងនៅជាមួយខ្លួនរាល់ថ្ងៃទេប៉ុន្តែអ្នកដែលគាត់បែបលក្ខណៈជាជនជាតិបរទេសចា៎ឬក៏អ្នកដែលគាត់ធ្វើការផ្នែកការទូតផ្លូវការតាមក្រសួងស្ថាប័នផ្សេងៗគឺសំខាន់អញ្ចឹងកន្លែងហ្នឹងអាចនិយាយបានថាគាត់ត្រូវតែប្រកែកនិយាយគឺជាចំណុចសំខាន់មួយដែរប៉ុន្តែគាត់ជាបុគ្គលអ្នកដែលមិនប្រកែកនិយាយប៉ុន្តែគាត់អាចអភិវឌ្ឍខ្លួនឯងឲ្យប្រកែកនិយាយបានប៉ុន្តែតាមរយៈការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពដូចគ្នាដែរតាមរយៈការចូលរួមកម្មវិធីអីផ្សេងៗដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការនិយាយពេលដែលកំឡុងបងសិក្សាលើជំនាញនេះតើថាតើបងសម័យថាពេលយើងរៀនចប់អីអញ្ចឹងតើយើងនឹងធ្វើការបែបណាដែរមកជាទូទៅអ្នកដែលគាត់ចាប់យកជំនាញហ្នឹងហើយបើគាត់សម័យមុនគេគឺធ្វើការនៅតាមស្ថានទូតចា៎ឬក៏ដើរក្រៅប្រទេសច្រើនហោហែទៅអាហ្នឹងគឺជាក្តីសម័យប៉ុន្តែនៅជាក់ស្ដែងយើងត្រូវបែងចែកអាមួយជាក្តីសម័យអាមួយជាគោលដៅជាក់ស្ដែងអញ្ចឹងដើម្បីឲ្យយើងកុំឲ្យមានក្តីខកចិត្តរៀន IO តើយើងធ្វើការនៅស្ថានទូតអញ្ចឹងយើងត្រូវសម្លឹងមើលទីផ្សារដូចនេះដែរថាតើមុខជាមួយនឹងគឺនឹងផ្ដល់ឱកាសឲ្យយើងនៅទូនទីខ្លះឱកាសនេះគេខ្លះអញ្ចឹងដល់ពេលយើងដឹងកន្លែងហ្នឹងហើយយើងទៅសិក្សាតើយើងគួរមានន័យថាតម្រង់ឬក៏ដើរទៅលើជំនាញមួយទូនទីមួយណាដើម្បីឲ្យយើងគឺអាចឈានទៅរកទូនទីមួយហ្នឹងបានប៉ុន្តែគ្រប់យ៉ាងទាំងអស់វាមិនអាចទៅដល់ភ្លាមយើងចាប់បានភ្លាមទេគឺវាមានត្រូវអាចមានភាពបត់បែនអញ្ចឹងដើម្បីឈានទៅរកវាបានអញ្ចឹងមិនមែនយើងមានចប់ភ្លាមអាចធ្វើការនៅកន្លែងយើងប្រាថ្នាភ្លាមទេតែវាទាមទារយើងគឺដោះខាត់សមត្ថភាពខ្លួនឯង